បើគេអត់ប្រាប់ថានឹងអីគេទេគឺខ្ញុំអត់ហ៊ានញ៉ាំដាច់ខាតហ្មងព្រោះដោយសារតែមើលទៅវាអូយគួរឲ្យខ្លាចថ្ងៃនេះមកទៅខ្ញុំអូម៉ាកាសេទៀតតែបានមកប្រហែលជា20ដងជាងអីអាចនិយាយបានថានេះគឺជាហាងសំណប់ចិត្តរបស់ខ្ញុំដែលខ្ញុំមក20ដងជាងមួយខែមកពី3ដងអញ្ចឹងណាដោយសារតែនឹករសជាតិម្ហូបនៅនឹងហ្មងបានដាច់ខាតគឺត្រូវដាក់ target ខ្លួនឯងថាមួយខែមកឲ្យបាន2ដង3ដងអីចឹងស្ដាប់មើលទៅថាអូអានេះអួតទៀតទេបានតែមិនអួតទេបាទនេះគឺយើងខំរកយើងនេះយើងចាយខ្លះទៅណាដោយសារនៅតុកឈូអូម៉ាកាសេហ្នឹងមិនល្បីដោយសារឈ្មោះទេគឺរសជាតិហើយនឹងតម្លៃធូរថ្លៃហើយដូចពងមាន់នេះណាគេមកអញ្ចឹងក៏ហៅថែមដែរពងមាន់អាចំហុយមួយសក្តាមហ្នឹងគឺឆ្ងាញ់ខ្លាំងណាស់ខ្ញុំទៅ20ដងជាងហ្នឹងការរៀបចំគឺខុសគ្នាទៅ20ដងជាងហ្មងគេរៀបចំគេប្លែកតាមខែនីមួយៗដែលគេបានសេតអញ្ចឹងបើនិយាយភាពស្រស់មិនមែនបាទឲ្យ100លើ100ហើយមួយទៀតអ្វីដែលខ្ញុំចូលចិត្តហ្នឹងគឺជ្រក់ខ្ញីឡៃហ្នឹងហ្មងបាទបើ oyster នេះចានគេហ្នឹងបាទគ្រប់ម៉ូតគ្រប់ម៉ាកតែម្ដងសម្រាប់មក oyster អាមួយទឹកស៊ីអ៊ូហ្នឹងគឺឆ្ងាញ់ណាស់ញ៉ាំទៅគឺអត់តលន់ទេសម្រាប់គឺមានពងផ្គាពងអីពីលើហ្នឹងទៀត Sakova QA4 នេះបងប្អូនហើយមកដុំទូទេតែរបៀបថាតូចតែក្លឹមដាក់មកដឹងជាតិហ្មងបាយក្តាមនេះអ្នកថតបញ្ញាគឺដឹងតែឲ្យ10តែម្ដងតែសំខាន់គឺគាត់ដាក់ទូតិចពេកបើដាក់ច្រើនហ្នឹងដឹងល្អប៉ុណ្ណាពោះត្រីដាឆ្កែហូលជាមួយនឹងភ្លើងញ៉ាំទៅវាដោយខ្លាញ់វាតិចអីចឹងអានេះប្រចាំតកូលគេហ្មងមកទៅជើងណាក៏មានដែរបកមកជាមួយអន្ទង់ដាក់ជាមួយនឹងពងបង្គារុំជាមួយនឹងសារាយតិចមកបាទញ៉ានិយាយទៅមុខម្ហូបនៅនេះគឺគេដូរជារៀងរាល់ខែហ្មងគេថ្មីប្លែកគេណាអានេះសាច់ត្រីអូតូរ៉ូគេដាក់ជាមួយនឹងពងត្រីសាម៉ុនគេមានខាវីអូរសជាតិគេគឺឆ្ងាញ់ណាស់ fresh ណាស៊ុបនេះស៊ុបអីគេខ្ញុំទៅឡើងពីខែទៅបានផងណាបងប្អូនហើយបងចង់ភៅឃើញខមមិនប្រាប់ផងអានេះបិទផ្នែកហិតក៏ដឹងដែរនេះគឺថាស្កាឡប់បំពងបាទញ៉ាំទៅរបៀបថាក្រៅក្តៅក្នុងវារៀងជាតិចអានេះស៊ូស៊ីមឹកបើថាមើលមិនដឹងទៀតចប់នេះដល់ទូឯក្នុងខែហ្នឹងហើយបងប្អូនអរគ្នាគឺ jellyfish តែសំខាន់អា jellyfish ហ្នឹងបើយើងប៉ះវាគឺវាល្មមតែសំខាន់ពេលដែលគេយកវាមកធ្វើម្ហូបញ៉ាំនេះឲ្យគាត់ឆ្ងាញ់ម្ល៉េះបើរឿងពីអ៊ូនេះវិញបាទនៅតុកឈូអូម៉ាកាសេអត់មានពាក្យថាខ្សល់ទេបាទគឺថ្មីជារៀងរាល់ថ្ងៃតែម្ដងពីព្រោះហាងគេលក់ដាច់ចឹងទៅវាផ្អែមមុតរយ៉ាលបើម្ដុំនេះនឹកឃើញប្រហែលជាស្អែកខាងស្អែកហ្នឹងទៅម្ដងទៀតតែថ្លើមកងានគេហូរជាមួយនឹងអំបិលប្រឡាក់ដុំនេះ juicy creamy អូឆ្ងាញ់ខ្លាំងមែនតើបិទវគ្គមុខម្ហូបរបស់យើងគឺមីសូស៊ុបនិងបង្អែមនេះឯងបងប្អូនអរគ្នាផ្អែមលឿងមាត់អីចឹងណាដូចខ្ញុំនិយាយចឹងតុកឈូអូម៉ាកាសេនេះគឺមិនមែនល្បីដោយសារតែឈ្មោះទេឃើញបងប្អូនគាំទ្រច្រើនដោយសារតែតម្លៃហើយនិងរសជាតិរបស់គេគឺទទួលយកបានមិនធំប៉ុណ្ណឹងណាមកម្ដងហើយគឺថានាំគ្នាមកម្ដងទៀត